ធម្មតាទេការធ្វើផ្ទះតែងទៅលើមាត់លើកពីសំណាក់បងប្អូនដែលគាត់ចូលមកមើលណាប៉ុន្តែយើងត្រូវចាំថាការធ្វើផ្ទះមិនមែនធ្វើតម្រូវចិត្តមនុស្សទេគឺសំខាន់គឺយើងធ្វើតម្រូវសម្រាប់ការរស់នៅរបស់ខ្លួនយើងដូចជាតួយ៉ាងផ្ទះរបស់ខ្ញុំនេះអញ្ចឹងបើសិនតែទទួលពាក្យរិះគន់របស់គេវិញមិនដឹងយកទៅណាអស់ទេប៉ុន្តែដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងគឺការធ្វើផ្ទះមិនមែនតម្រូវសម្រាប់អ្នកដទៃមកនៅទេគឺខ្លួនយើងជាអ្នកមកនៅអញ្ចឹងបើយើងស្រឡាញ់ម៉ូដណាស្រឡាញ់ក្បាច់ណាអូខេនឹងវាជារឿងរបស់យើងបើសិនបើយើងគិតតែទទួលការរិះគន់របស់គេហើយយើងយកមកធ្វើទៅតាមពាក្យសម្ដីរបស់គេផ្ទះរបស់យើងប្រកាសជាមិនស្អាតទេព្រោះយើងធ្វើមិនមែនឲ្យអ្នកដទៃមកនៅទេគឺខ្លួនយើងជាអ្នកមកនៅហើយខ្ញុំនិយាយបែបនេះមិនមែនខ្ញុំចិត្តចង្អៀតចង្អល់អីទេបងប្អូនរាល់ការខមមិនរាល់ការរិះគន់របស់គាត់ក៏យើងយកមកស្ថាបនាដែរប៉ុន្តែនៅក្នុងផ្នែកណាមួយដែលយើងអាចទទួលយកពីពួកគាត់បានត្រឡប់មកខាងក្រោយវិញបងប្អូនខ្ញុំពិតជាស្ដាយខ្នុរខ្ញុំនេះមែនតើដោយសារខ្នុរនេះគឺជាខ្នុរពូជមួយដែលផ្អែមហើយបើសិនបើអ្នកដែលគាត់ចង់ធ្វើបង្អែមអីគឺខ្នុរនេះគឺត្រូវគឺផ្អែមតែមែនតើបងប្អូនហើយអត់មានច្រាំងទេភាគច្រើនគឺសាច់ហើយសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូនេះ